បើដុំផ្លែខ្លាំងបែបនេះបើមិនចងឬទល់ទេវានឹងជួបហានិភ័យហើយចុះបើដាំដូងហើយមិនមានផ្លែហើយតែជ្រុះក្តឹបឬផ្លែមិនកាន់នោះរឹតតែជាហានិភ័យទ្វេដងឥឡូវនេះបើបងប្អូនចង់ឲ្យដូងផ្លែកាន់ច្រើនខ្ញុំសូមចែករំលែក3គន្លឹះសំខាន់ជាងគេដែលធ្វើឲ្យដូងផ្លែពេញដើមតែម្ដង 1. ដូងត្រូវការទឹកឲ្យបានគ្រប់គ្រាន់ទាំងខែប្រាំងនិងខែវស្សាត្រូវរៀបចំប្រព័ន្ធទឹកស្រោចស្រពឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស 2. ប្រើជីបំប៉នទៅតាមដំណាក់កាលដូងឲ្យបានទៀងទាត់រាល់2ខែប្រើម្ដងប្រើតិចឬច្រើនទៅតាមភាពជាក់ស្ដែងនៃអាយុនិងសភាពជាក់ស្ដែងនៃដងដើម 3. ប្រើថ្នាំជំងឺឬថ្នាំសត្វល្អិតព្រមទាំងថ្នាំការពារឬកម្ចាត់សត្វដួងនិងសត្វកញ្ចែរាល់2ខែម្ដងដើម្បីឲ្យដូងមានសុខភាពល្អមានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ចេញផ្កាច្រើននិងកាន់ផ្លែកាន់ដិបបានល្អបើពុកម៉ែបងប្អូនចង់ចំណេញខ្លាំងពុកម៉ែបងប្អូនអាចទិញមេជីម្សៅនាងកលមាសយកទៅប្រើប្រាស់រោយជុំវិញគល់ដំណាំឬលាយជាមួយជីគ្រាប់ហើយប្រើរាល់2ខែម្ដងធានាជូនថាដូងលោកអ្នកនឹងផ្លែពេញដើមតែម្ដងដើម្បីទទួលបានប្រូម៉ូសិនពិសេសទិញ2ប្រអប់ថែមជូន1ប្រអប់ធំពុកម៉ែបងប្អូនគ្រាន់តែ share វីដេអូនេះមួយហើយ call មកកំងឥឡូវនឹងទទួលបានការថែមជូនភ្លាម